NAT Pro ល្អសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មព្រោះចំណេញតើពិតជាចំណេញមែនឬអត់ថ្ងៃនេះខ្ញុំនឹងធ្វើការគណនាជូនលោកអ្នកថាមពលអាគុយរបស់ NAT Pro 55 kW ថ្លៃសារជាមធ្យមក្នុង1 kW គឺ730រៀលចំណែកក្នុងការសាកមួយពេញគឺ730រៀលគុណនឹង55 kW ស្មើនឹង40150រៀលសាកមួយពេញបើកបានចម្ងាយ425 km ដូចនេះសម្រាប់ការចំណាយក្នុង1 km គឺ40150រៀលចែកនឹង425ស្មើនឹង94រៀលឥឡូវយើងមកមើលជាមួយនឹងឡានសាំងម្ដងការស៊ីថាមពលជាមធ្យមសម្រាប់សាំងឡាន7លីត្រក្នុង100 km ថ្លៃសាំងក្នុង1លីត្រស្មើនឹង3700រៀលដូចនេះក្នុងការចំណាយទៅលើសាំងជាមធ្យម100 km គឺ7លីត្រគុណនឹង3700រៀលស្មើនឹង25900រៀលចំណាយក្នុង1 km សម្រាប់ឡានសាំងគឺ25900ចែកនឹង100ស្មើនឹង259រៀលដូចនេះក្នុង1 km រថយន្ត NAT Pro ចំណាយទាបជាងរថយន្តសាំងជាង165រៀលក៏ប៉ុន្តែអ្វីដែលពិសេសនោះគឺរាល់ការទិញ NAT Pro ពី Bestone Cambodia យើងខ្ញុំមាន free សាកថ្មមួយខែ100 kW រហូតទៅដល់រយៈពេល8ឆ្នាំអញ្ចឹងបើសាក55 kW អាចជិះបាន425 km សាក100 kW អាចជិះបាន772 km ដូចនេះមានន័យថាក្នុងមួយខែលោកអ្នកអាចជិះបាន772 km ដោយមិនអស់សូម្បីតែ1រៀលបើប្រៀបធៀបការចំណាយសម្រាប់772 km ដូចគ្នាសម្រាប់ឡានសាំងគឺស្មើ259រៀលដែលជាការចំណាយក្នុង1 km គុណនឹង772 km ស្មើនឹង199,948រៀលឬជិត200,000រៀលនេះមិនទាន់បានទាំងដឹកភ្ញៀវផងឃើញមួយខែចំណេញ200,000រៀលបាត់ទៅហើយចុះបើមួយឆ្នាំលោកអ្នកនឹងចំណេញ12ខែគុណនឹង200,000ស្មើនឹង2,400,000រៀលដោយមិនរាប់បញ្ចូលពីប្រាក់ចំណេញពីការដឹកភ្ញៀវចុះបើ8ឆ្នាំនៃការសាកថ្ម free នេះលោកអ្នកនឹងចំណេញ2,400,000រៀលគុណនឹង8ឆ្នាំស្មើនឹង19,200,000រៀលឬខ្ទង់$4,800ដោយមិនទាន់គិតបញ្ចូលពីចំណូលនៃការដឹកភ្ញៀវដូចនេះជាមួយនឹង NAT Pro លោកអ្នកបានប្រើប្រាស់ទាំងឡានថ្មីនិងមានការធានាចេញពីក្រុមហ៊ុនមិនបារម្ភរឿងការខូចខាតឬការថែទាំអតិថិជនលោកអ្នកក៏មានផាសុកភាពលោកអ្នកក៏ចំណេញអតិថិជនលោកអ្នកក៏ចំណាយទៅក្នុងការធ្វើដំណើរជារថយន្តអគ្គិសនីមួយប្រភេទដែលកាត់បន្ថយផ្សែងពុលកាត់បន្ថយសម្លេងម៉ាស៊ីនរំខាននិងមានអត្ថប្រយោជន៍ដល់សហគមន៍ទៀតផងនិយាយរួមគ្រប់គ្នាគឺចំណេញទាំងអស់គ្នា